សួស្តីអ្នកនរគ្នាអរគុណចំពោះការរងចាំ admin ដឹងថាអ្នកនរគ្នារងចាំយូរគូសំដែរណាមួយ admin ក៏អត់ចង់ចេញវីដេអូណាដែលរៀងបញ្ញាប់បញ្ញាពេកទេក្លែងលោវាអត់សូវមានគុណភាពចឹងណាហើយ admin ក៏សូមអរគុណដល់អ្នកនរគ្នាដែរដែលបានទាញ admin ឲ្យចូលសម្រាប់ game ដែលមាន franchise Resident Evil មួយនេះហើយនិយាយបានថាពីមុនមកមិនសូវជាចូលចិត្តលេង game បែបភ័យរន្ធត់ឬប្រូអញ្ចឹងទេរៀងកិច្ចបានកិច្ចរហូតប៉ុន្តែតាំងពីបានសម្រាប់ game Resident Evil series ទាំងអស់ទៅឥឡូវ admin ផ្លាស់ប្ដូរច្រើនមែនទែនចូលចិត្ត game មួយនេះខ្លាំងបើទោះបីជាដឹងសាច់រឿងហើយក៏ពេលខ្លះឆ្លៀតទៅលេងអា game ចាស់ៗហ្នឹងមកវិញទៀតរហូតដល់មានអារម្មណ៍ថាអត់បានបាញ់ zombie ដូចខ្វះអីមួយយ៉ាងមិនដឹងអូខេអ្នកគ្នាអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលមកក្នុងសាច់រឿងទាំងអស់គ្នា I don't want any more regrets. Whatever it takes, count me in. នៅក្នុងវគ្គ9នេះមានចំណងជើងថា Resident Evil Requiem ដែលបានប្រត់ទៅនៅក្នុងឆ្នាំ2026យើងនឹងស្ថិតនៅក្នុងទីក្រុងមួយថ្មីដែលមានឈ្មោះថា Brentwood ចំណែកតួអង្គឯករបស់យើងគឺជាក្មេងស្រីម្នាក់ដែលមានឈ្មោះថា Grace Ashcroft ដែលការងាររបស់ Grace គឺជាប៉ូលីសសម្ងាត់ FBI ដែលបច្ចុប្បន្នកំពុងតែស៊ើបអង្កេតពីករណីស្លាប់ដ៏ចម្លែកមួយហើយវាក៏បានកើតឡើងទៅលើជនរងគ្រោះអស់4នាក់មកហើយមេរបស់ Grace បានផ្ដល់ដំណឹងថាឥឡូវគឺមានការស្លាប់ដ៏ចម្លែកបែបហ្នឹងមកករណីទៀតហើយនិងចង់ឲ្យ Grace គឺជាអ្នកដែលចោះទៅស៊ើបអង្កេតតតែម្ដងចំពោះករណីថ្មីនេះវាបានកាត់ឡើងនៅក្នុងសន្តាគារមួយដែលមានឈ្មោះថា Brentwood Hotel វាគឺជាទីតាំងដែល Grace មានការចងចាំនិងដកជាប់នៅរឿងរ៉ាវដែលអាក្រក់មិនអាចបំភ្លេចបានគឺជាកន្លែងដែលម្ដាយរបស់ Grace ត្រូវបានគេសម្លាប់តាំងពី8ឆ្នាំមុនមកម្លេះSorry. Grace បានតាំងចិត្តទទួលការងារមួយនេះដើម្បីជំនះទៅលើភាពភ័យខ្លាចរបស់ខ្លួនតទល់នឹងអតីតកាលដែលតែងតែមកលងបន្លាចនៅក្នុងទីក្រុង Brentwood នេះវាពិតជាមានមនុស្សរស់នៅច្រើនកកមែនតើហើយចំពោះបរិស្ថានជុំវិញនិងបរិយាកាសវិញគឺមើលទៅវារៀងងងឹតមេឃភ្លៀងដែលវាបានធ្វើឲ្យមានអារម្មណ៍ប្លែកម្យ៉ាងដែរអារម្មណ៍បែបគួរឲ្យខ្លាចអញ្ចឹងទៅហាក់ដូចជាមានអ្វីម្យ៉ាងឬក៏បិសាចអ្វីមួយនៅពីក្រោយខ្នងអញ្ចឹង Grace ក៏បានមកដល់កន្លែងកើតហេតុហើយអ្វីដែលគួរឲ្យឆ្ងល់ខ្លាំងនោះគឺមានតែប៉ូលីសម្នាក់គត់ដែលនៅយាមល្បាតនៅច្រកចូលដែលវាពិតជាស្ទើរកម្លាំងខ្លាំងមែនតើហើយ Grace ក៏ជាអ្នកចូលទៅត្រួតពិនិត្យនៅឯខាងក្នុងស្ថានភាពហ្នឹងតែម្នាក់ឯងទេតាមច្រកខាងក្រោយប្រវត្តិនៃស្ថានភាព Brentwood នេះគឺត្រូវបានភ្លើងឆាបឆេះហើយក៏ត្រូវបានគេបោះបង់ចោលតាំងពីយូរមកហើយគ្មាននរណាគេម្នាក់ស្នាក់នៅទីនេះទៀតឡើយអ្វីដែលគួរឲ្យឆ្ងល់នោះគឺបែរជាសុកស្រាប់តែមានមនុស្សស្លាប់នៅក្នុងបន្ទប់ទឹកនៅក្នុងស្ថានភាពនឹងទៅវិញទម្រាំតែប៉ូលីសបានដឹងសាកសពរបស់ជនរងគ្រោះហ្នឹងគឺស្លាប់អស់ប្រមាណថ្ងៃមកហើយចំពោះភិនភាគនិងស្លាកស្នាមនៃការស្លាប់វាដូចគ្នាទៅនឹងជនរងគ្រោះ4នាក់កាលពីមុនដែររីឯតម្រុយដែលទទួលបាននៅកន្លែងកើតហេតុហ្នឹងមានដូចជាដានជើងជាច្រើនស្លាកស្នាមកញ្ចក់ខ្វាច់នៅលើតុនិងមានរូបថតរបស់ខ្លួននៅទីនោះទៀតផងនៅពីក្រោយរូបថតគឺបានសរសេរផ្ដាំថាឲ្យ Grace ហ្នឹងទៅជួបគ្នានៅឯបន្ទប់204Who's there? What do I do? បើទោះបីជាភ័យខ្លាចយ៉ាងណាក៏ដោយក៏ Grace នៅតែបន្តទៅមុខព្រោះវាចាប់ផ្ដើមមានរឿងដែលពាក់ព័ន្ធជាមួយនឹងខ្លួនហើយការចង់ដឹងចង់លឺនឹងវាកាន់តែច្រើនលើសដើមនៅក្នុងបន្ទប់204 Grace បានឃើញវិទ្យុមួយកំពុងតែបើកចោលនិងរូបថតជាច្រើនសន្លឹកដែលជារូបរបស់ Grace ជាមួយនឹងម្ដាយគាត់តាំងពីយូរមកហើយចឹងច្បាស់ណាស់នៅត្រង់ចំណុចនេះ Grace បានដឹងការពិតថាខ្លួនមាន stalker តាមពីក្រោយខ្នងតាំងពីយូរមកហើយអូខេអ្នកនាងអញ្ចឹងយើងមកមើលពីអតីតកាលនៅថ្ងៃកើតហេតុ
កាលពី8ឆ្នាំមុននៅក្នុងស្ថានភាព Brentwood នៅក្នុងនោះដែរយើងក៏បានដឹងថាម្ដាយរបស់ Grace គឺមានឈ្មោះថា Eliza Ashcroft កាលពីគាត់នៅរស់គឺជាអ្នកកាសែតស៊ើបអង្កេតបែប freelance មួយដែលបានធ្វើការតាំងពីជំនាន់ Raccoon City មកម្លេះ Hello? Miss Ashcroft? Yes. បន្ទាប់ពីបានទទួលទូរស័ព្ទពីជនចម្លែកម្នាក់បានខលមកភ្លាមស្រាប់តែមានរឿងព្រឺព្រួចបានកើតឡើងភ្លើងនៅក្នុងសណ្ឋាគារក៏បានដាច់ម្ដាយរបស់ Grace នឹងក៏បានដឹងភ្លាមថាមានរឿងអ្វីមិនល្អនឹងអាចកើតឡើងហើយគាត់ក៏បានព្យាយាមប្រាប់ Grace ឲ្យប្រញាប់ចាក់ចេញពីទីនេះផងដែរ Eliza មិនមានពេលវេលាគ្រប់គ្រាន់ក្នុងការបញ្យល់បកស្រាយទៅកាន់ Grace ឲ្យដឹងទេក្រៅពីចង់ស្វែងរកកន្លែងសុវត្ថិភាពជាបន្ទាន់ហើយនៅតាមផ្លូវចុះមកខាងក្រោមសណ្ឋាគារនឹងពួកគេក៏បានជួបជាមួយនឹងអ្នកគ្រប់គ្រងនៅកន្លែងនឹងដែរហើយគាត់ក៏បានធ្វើការសុំអភ័យទោសមកកាន់អ្នកទាំងពីរដោយសារតែសណ្ឋាគារមួយនេះវាមានអាយុកាលចាស់ក្រែលហើយអញ្ចឹងប្រព័ន្ធភ្លើងក៏វាមិនសូវល្អដូចគ្នា Really no excuse, and I apologize for the inconvenience. Oh, no, it's fine. Yeah, don't worry about it. I should have it fixed soon. I just need to find my. What the hell, No, Mom? no, no, Grace. No. Grace, stay close to me. Are you gonna tell me what's going on? រឿងហេតុមិនល្អក៏បានកើតឡើង Eliza ក៏បានលាក់របស់អ្វីម្យ៉ាងនៅពីក្រោយរូបថតដ៏ធំមួយមិនបានប្រាប់អ្វីទាំងអស់និងបានព្យាយាមសម្រួលអារម្មណ៍របស់ Grace កុំឲ្យភ័យខ្លាចខ្លាំងពេកព្រមទាំងបាននិយាយផ្ដែផ្ដាំហាក់ដូចជានេះជាពេលវេលាចុងក្រោយរបស់ជីវិតគាត់អញ្ចឹង Grace, please know that you are my hope. Never forget that. What are you talking about? Just. I love you. I love you too. Okay. Mom, I'm scared. No, no, no. We need to find a way out of here now. But we don't have any of our stuff, We Mom. can come back for it later, Grace. I don't Found you. know. ត្រឡប់មកបច្ចុប្បន្នភាពវិញ Grace បាននឹកឃើញពាក្យសម្ដីរបស់ម្ដាយខ្លួននិងការលាក់អ្វីម្យ៉ាងនៅពីការរូបថតប្រហែលជាវាអាចផ្ដល់ចម្លើយ Grace បានស្វែងរកវាឃើញពិតមែនហើយនៅក្នុងកាបូបហ្នឹងគឺមានសភៅកំណត់ហេតុរបស់ម្ដាយ Grace បានលើកឡើងពីការងារ freelance របស់គាត់ហ្នឹងបានផ្ដល់ផលវិបាកមកឲ្យ Grace មិនអាចមានមិត្តភ័ក្តិបានដោយសារតែត្រូវចាក់ចែងផ្លាស់ទីជារឿយៗមិនតែប៉ុណ្ណោះគាត់ក៏បានសរសេរលើកឡើងពីបរិះលាក់មុខអាចក្បាំងម្នាក់អង្គុយសម្លឹងមើលតាមដានរាល់សកម្មភាពរបស់គាត់ជានិច្ចសូម្បីតែពេលគាត់ចាក់ចេញពីហាងកាហ្វេនឹងហើយក៏បរិះនោះបានដើរតាមពីក្រោយដែរហើយនៅក្នុងកាបូបហ្នឹងក៏មាន disket មួយដែរមិនដឹងថាមានឯកសារអ្វីនៅខាងក្នុងនោះឡើយ Grace កំពុងតែស្លងអារម្មណ៍ស្រាប់តែប៉ូលីសម្នាក់ដែលបានយាមនៅខាងក្រៅចូលមកដល់ខាងក្នុងដែរនិងមានអាការៈដូចជាមិនសូវស្រួលប្រហែលទេជាមួយនឹងពាក្យមួយឃ្លាចុងក្រោយថាដូចជាមានអ្វីម្យ៉ាងចាក់ចំកករបស់គាត់ Are you okay? What do I do? Oh, shit. Come on! I'm stuck! What are you doing?
Get away from me! Oh, shit! Stay away! Grace ត្រូវបានប៉ូលីស zombie នោះខាំដែរប៉ុន្តែមិនឆ្លងឡើយបង្ហាញថា Grace ពិតជាមានអ្វីមួយយ៉ាងអស្ចារ្យនៅក្នុងខ្លួនជាមិនខានបន្ទាប់ពីហេតុការណ៍នេះកើតឡើងរួច Grace ក៏បានឮសូរតន្ត្រីចេញពីបន្ទប់ខាងលើក៏បានឡើងទៅមើលផ្ទាល់ Is anyone there? Hello? ចឹងបរិមអ្នកនេះហើយគឺជាអ្នកដែលបានរៀបចំ scenario គ្រប់យ៉ាងនៅទីនេះគាត់មានឈ្មោះថា Victor Gideon គឺជាអ្នកវិទ្យាសាស្ត្រម្នាក់នៅក្នុងក្រុមហ៊ុន Umbrella បន្ទាប់ពី Umbrella ត្រូវបានរំលាយបាត់ទៅ Victor បានលាក់ខ្លួនស្ងាត់ៗសម្ងំបន្តគម្រោងការមួយដែលមានឈ្មោះថា The Elpers ដែលគាត់ជឿជាក់ថាមេរបស់គាត់ដែលជា Spencer ចង់ប្រើប្រាស់គម្រោងផែនការនេះដើម្បីឲ្យមនុស្សលោកវិវត្តខ្លួនទៅជាខ្លាំងប្រកែកជាងមុនឈានទៅដល់មួយកម្រិតទៀតចំណែកអ្វីដែលយើងបានដឹងបន្តិចបន្តួចពី Victor នោះគឺ Grace នឹងឯងជាកូនសោមួយដែលអាចជួយឲ្យគម្រោងផែនការនេះឈានទៅរកភាពជោគជ័យបានអញ្ចឹងគាត់ក៏បានបញ្ឆោត Grace ឲ្យមកទីនេះដើម្បីចាប់ខ្លួនយកទៅពិសោធន៍ Rest now, Grace. We have so much to do. Okay អ្នកគ្នាឥឡូវយើងមកជួបជាមួយនឹងបុរសសង្ហាម្នាក់ដែលបានបាត់មុខជាយូរមកហើយអញ្ចឹង Leon បានត្រឡប់មកវិញហើយ Leon គឺជាសមាជិកជើងចាស់មួយរូបនៅក្នុងអង្គភាព DSO ដែលមានបទពិសោធន៍ក្រែលហើយតាក់ទងជាមួយនឹងរឿងអាវុធជីវៈហើយបច្ចុប្បន្នហ្នឹង Leon គឺមានអាយុ49ឆ្នាំហើយអាចនិយាយបានថាខ្លាចជាតារបស់អ្នកគ្នាមួយចំនួនដែរបើយើងសង្កេតមើលតាមរយៈភាសានិងរាងកាយដែលសិតតែសាច់ដុំហ្នឹងគឺយើងដឹងហើយថា Leon បានជួបរឿងអីខ្លះចំពោះការងារនៅទីនេះ Leon បានដើរតួជាអ្នកស៊ើបអង្កេតទៅលើការស្លាប់ដ៏អាថ៌កំបាំងដូចជា Grace ដែរឥឡូវគឺបានឈានទៅដល់6ករណីហើយ Leon ក៏ជឿជាក់ថាវាអាចពាក់ព័ន្ធទៅនឹងអាវុធជីវៈដោយសារតែវាស្តៀងគ្នាដូចទៅនឹង Raccoon City កាលពី28ឆ្នាំមុននៅក្នុង Resident Evil វគ្គ 2 ហើយជាពិសេសនៅពេលដែលទទួលបានព័ត៌មានប្រាប់មកថាមានជនសង្ស័យម្នាក់គឺជាអ្នកវិទ្យាសាស្ត្រដែលធ្លាប់បានស្រាវជ្រាវតាក់ទងទៅនឹង T-Virus នៅក្នុងក្រុមហ៊ុន Umbrella ចំពោះករណីថ្មីដែលក្រុមការងាររបស់ Leon បានរាយការណ៍មកថ្មីនេះគឺជាការបាត់ខ្លួនរបស់ប៉ូលីសម្នាក់ដែលបានក្លាយជា zombie ខាំ Grace មុននឹងឯងឮភ្លាម Leon ក៏បានចាក់ចេញទៅភ្លាម Some of the address. Check it out. នៅម្ដុំកន្លែងកើតហេតុ Leon ក៏បានមើលឃើញស្ដែងដែល Victor កំពុងតែចាប់ Grace យកទៅហើយព្រមទាំងបានបាញ់មេរោគម្យ៉ាងធ្វើឲ្យប្រជាជននៅកន្លែងនោះក្លាយទៅជា zombie មួយរំពេច Leon, what's your sit rep? I'm going after Victor. Don't do anything stupid. Me? Never. Whoa. Hey, what the hell, lady? Help me! You okay?
What are you doing? Tíក្រុង Brentwood បានចលាចលពេញនឹងតែម្ដងវាដូចជាគ្រាដំបូងនៅក្នុងហេតុការណ៍ Raccoon City ដែរ Victor បានប្រើប្រាស់ភាពវឹកវរចលាចលនឹងដើម្បីគេចខ្លួនបានដោយជោគជ័យចំពោះតម្រុយថ្មីដែលទទួលបានពីក្រុមការងាររបស់គាត់នោះគឺ Victor បានទិញទីតាំងថ្មីមួយសម្រាប់ធ្វើការបន្ទាប់ពី Umbrella ត្រូវបានដួលរលំហើយវាមានឈ្មោះថា The Road Hill Chronic Care Center គឺជាមជ្ឈមណ្ឌលព្យាបាលជំងឺរ៉ាំរ៉ៃហើយត្រង់កន្លែងនេះច្បាស់ណាស់យើងក៏បានមើលឃើញថា Leon មានផ្ទុកមេរោគ T-virus នៅក្នុងខ្លួនដែរ We're running out of time. No! បកមកមើល Grace វិញឥឡូវគឺបានដឹងខ្លួនឡើងវិញហើយកំពុងតែត្រូវបានគេចាប់ចងបញ្ច្រាស់ជើងបូមយកឈាមរបស់គាត់ហើយ Grace ក៏បានព្យាយាមរើបំរាស់រហូតដល់មានសេរីភាពឡើងវិញប៉ុន្តែក៏នៅជាប់គាំងនៅក្នុងមន្ទីរពេទ្យមួយទៀតដែរស្វែងរកផ្លូវចេញវេទនាខ្លាំងមែនទែនរត់ចុះរត់ឡើងស្វែងរកកូនសោដោះស្រាយ puzzle និងអ្វីដែលគួររន្ធត់នោះគឺនៅក្នុងមន្ទីរពេទ្យហ្នឹងមានសាកសពបុគ្គលិកគ្រូពេទ្យជាច្រើនអ្នកដែលមានស្លាកស្នាមឆ្លងមេរោគដូចជា zombie ចឹងបូករួមទាំងបិសាចធំមួយនេះផងដែរ Grace បានព្យាយាមរត់គេចពីវាខ្លាំងដែរប៉ុន្តែនៅតែគេចបំផុតឡើយ អូខេអ្នកគ្នាអញ្ចឹងដោយសារតែតួអង្គឯកនៅក្នុងសាច់រឿងវគ្គ 9 ហ្នឹងគឺមាន 2 នាក់ដូច្នេះសាច់រឿងវានឹងផ្លាស់ប្ដូរពីតួអង្គមួយទៅមួយទៀតឲ្យយើងបានដឹងពីដំណើរសាច់រឿងដែលបានកើតឡើងព្រមគ្នាចេញពី perspective របស់តួអង្គនីមួយៗឥឡូវដល់វគ្គ Leon ហើយដែលបានមកដល់មន្ទីរពេទ្យមួយនេះមុនពេលកើតហេតុបន្តិច គ្រាន់តែបានមកដល់ភ្លាមមាន nurse ម្នាក់ទៅតែចូលធ្វើការថ្មីថ្មោងទេបានរងចាំវត្តមានរបស់ Leon រួចជាស្រេចនឹងបានលើកឡើងថា Dr. Victor Gideon នឹងបានរងចាំវត្តមានរបស់ Leon ដូចគ្នាហើយ Leon ក៏បានរងចាំដើម្បីជជែកគ្នាជាមួយនឹង Victor ប៉ុន្តែចាំបានតែមកផ្លែតទេក៏មានការប្រកាសអាសន្នបានកើតឡើង Mr. Kennedy, we need to leave immediately. What's going on? I don't know what's happening. Some kind of mass hysteria. The hospital is on lockdown. Doctor. Calm down. I think I want a second opinion. ឥឡូវ zombie បានរាតត្បាតនៅក្នុងមន្ទីរពេទ្យមួយនេះហើយច្បាស់ណាស់ថាវាគឺជាផែនការរបស់ Victor នឹងឯង Leon បានប្រយុទ្ធជាមួយនឹង zombie ផងស៊ើបអង្កេតរកផុសតាងនិងតម្រុយផ្សេងៗផងព្រមទាំងបានស្វែងរក Victor រហូតមកដល់ជួបជាមួយនឹង Grace ដល់ចៃដន្យ Come on, come on, come on!
Hey, over here. Leon បានជួយសង្គ្រោះ Grace បានមែនតែក៏ត្រូវចែកភ្លើងគ្នាវិញដដែលដោយសារតែបានចូល Clay របស់ Victor ហើយ Leon ក៏បានបកគោលកម្មភ្លើងរបស់ខ្លួនមកឲ្យ Grace និងប្រាប់ថាឲ្យ Grace រកផ្លូវចាក់ចេញពីទីនេះដោយខ្លួនឯងចំណែក Leon នេះវិញក៏ត្រូវបាន Victor ចាប់យកទៅសួរចម្លើយទៅ Too slow. I see you're exhibiting symptoms too. Umbrella's curse. អញ្ចឹងដល់វគ្គព្រឺព្រួយរបស់ Grace ហើយនៅក្នុងការស្វែងរកផ្លូវចាក់ចេញពីមន្ទីរពេទ្យមួយនេះបើយើងមើលពីសភាពជាក់ស្ដែងរបស់ Grace គាត់គឺជានារីម្នាក់ដែលពូកែផិតភ័យខ្លាចខ្លាំងមែនទែនតែងតែភ្ញាក់ភ្ញាក់គ្រប់ពេលវេលាដែលឃើញអ្វីរន្ធត់នៅចំពោះមុខហើយជាពិសេសនោះគឺសំឡេងញាប់ញ័រនិយាយជាប់មាត់តែម្ដងហើយ Grace ដើរចុះដើរឡើងក៏បានមកដល់ក្នុងបន្ទប់ពិសោធន៍មួយដែលមានសាកសពដុកទ័រម្នាក់បានដេកស្លាប់នៅក្នុងថ្លុកឈាមនិងមានបន្ទប់កញ្ចក់តូចឃុំក្មេងស្រីម្នាក់ដែលមានជំងឺឡើងបាយភ្នែកមើលអ្វីមិនឃើញឡើយហើយក្មេងស្រីម្នាក់នោះមានឈ្មោះថា Emily Who's there? Is someone there? Oh, I'm sorry if I surprised you. Grace បានសួរដេញដោលពីមូលហេតុដែលគេចាប់ក្មេងស្រីម្នាក់នេះយកមកឃុំឃាំងទើបដឹងថាពីមុនមកពួកដុកទ័រទាំងអស់ហ្នឹងធ្លាប់បានសន្យាជាមួយនឹង Emily ថានឹងព្យាយាមរកវិធីព្យាបាលជំងឺភ្នែករបស់គាត់ឲ្យបានជាសះស្បើយឡើងវិញហើយបន្ទប់មួយទៀតនៅក្បែរ Emily ហ្នឹងគឺសម្រាប់ឃុំឃាំងក្មេងស្រីម្នាក់ទៀតដែលមានឈ្មោះថា Marie ដែលជាមិត្តភក្តិរបស់ Emily នឹងឯងប៉ុន្តែឥឡូវសុក Marie បែរជាបាត់ខ្លួនបាត់ដោយមិនដឹងមូលហេតុនៅត្រង់កន្លែងនេះដែរអ្នកគ្នា Grace ពិបាកនឹងបែងចែកថាអ្វីគួរអ្វីមិនគួរដោយសារតែរឿងរ៉ាវផ្លែកៗហ្នឹងវាកើតឡើងច្រើនពេកមានទាំង zombie ផងបិសាចធំផងហើយជាពិសេសហ្នឹងដុកទ័រដែលបានដេកស្លាប់អ្នកនេះវិញក៏បានប្រើដង្ហើមចុងក្រោយរបស់គាត់ហាមឃាត់ Grace មិនឲ្យទៅជិត Emily ឡើយ No, hold on. No. Grace បានបន្តដំណើរទៅមុខទៀតសិនហើយក៏បានឃើញឯកសារមួយចំនួនដែលបានលើកឡើងពីការលុបបំបាត់ចោលផុសតាងនិងសាកសីនៅកន្លែងកើតហេតុក្នុងសណ្ឋាគារ Brentwood ហើយក៏មានឯកសារមួយចំនួនបានលើកឡើងពីការតាមដានជីវិតប្រចាំថ្ងៃរបស់ Grace ហើយក្នុងនោះក៏បានលើកឡើងពីផលវិបាកក្នុងការខិតចូលទៅជិត Grace ដោយសារតែ Grace នឹងធ្វើការនៅក្នុងក្រុមប៉ូលីស FBI ផងហើយធ្វើការដល់យប់ជ្រៅទៀតចំពោះកន្លែងស្នាក់នៅរបស់ Grace វិញគឺស្ថិតនៅជិតប៉ុស្តិ៍ប៉ូលីស FBI ដែរអញ្ចឹងវិធីសាស្ត្រដែលល្អជាងគេគឺនៅពេលដែល Grace ចាក់ចេញឆ្ងាយពីកន្លែងធ្វើការនឹងឯងដើរចុះដើរឡើង Grace ក៏បានមកដល់ក្នុងការិយាល័យរបស់ Victor ផ្ទាល់តែម្ដងនៅក្នុងការជជែកគ្នា Victor ក៏បានបង្ហើបប្រាប់ Grace ថាមេរបស់គាត់នេះឯងគឺជាអ្នកដែលបានធ្វើឲ្យ Grace មានភាព unique ល្អខុសគេហើយ Victor ត្រូវការ Grace ដើម្បីបញ្ចប់គម្រោងផែនការ Elpis Grace! Wait! Grace! 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 There's no escaping your destiny. បន្ទាប់ពីបានរត់គេចខ្លួនផុតពីកណ្ដាប់ដៃរបស់ Victor មកគ្រា Grace ក៏បានអានឯកសារស្រាវជ្រាវរបស់ Victor ដែលគាត់បានសិក្សាតពីមេរបស់គាត់ដែរនៅក្នុងរបាយការណ៍របស់មេគាត់ Spencer បានលើកឡើងថាជនរងគ្រោះដែលឆ្លងធីវីរុសប្រភេទថ្មីពួកគេនៅរក្សាទម្លាប់ចាស់ដោយដែលការនៅរស់អញ្ចឹងហើយបើអ្នកទាំងនេះចាំ Spencer ធ្លាប់បានសម្លាប់ដុកទ័រម្នាក់ដែលមានឈ្មោះថា Marcusកាលពីវគ្គ0រួចហើយក៏បានយកសមិទ្ធផលស្រាវជ្រាវរបស់ Marcus នឹងយកទៅសិក្សាបន្តដោយខ្លួនឯងដែលកាលហ្នឹង Marcus បានប្រើប្រាស់មេរោគចេញពីឆ្លើងធ្វើឲ្យ Marcus នឹងមានថាមពលពិសេសហើយមានការចងចាំធម្មតាអញ្ចឹងប្រហែលជា Spencer សិក្សាតាមលំនាំរបស់ Marcus ដែរហើយបច្ចុប្បន្ននេះវិញ Victor បានធ្វើវាចិត្តបានសម្រេចហើយ
ត្រង់នឹងហើយបានជាយើងអ្នកគ្នាឃើញថាជនរងគ្រោះនៅក្នុងមន្ទីរពេទ្យនេះមិនត្រឹមតែខ្លាចជា zombie ទេពួកគេនៅមានចរិតដូចជាការនៅរស់ពិតមែនឧទាហរណ៍ដូចជាចុងភៅម្នាក់នេះនៅតែបន្តធ្វើម្ហូប zombie ខ្លះទៀតអតីតកាលគឺជាបុគ្គលិកដើរត្រួតពិនិត្យបិទភ្លើងខ្លះទៀតចូលចិត្តច្រៀងហើយក៏ជា zombie មួយដែលព្រឺព្រួចជាងគេដែរ ហើយគ្រឿងផ្សំដែលខ្វះនោះប៉ិនសើបានលើកឡើងថាគឺជាការផ្លាស់ប្ដូរឈាមពិសេសម្យ៉ាងអូខេអ្នកគ្នាអញ្ចឹងតទៅមុខទៀត Grace ក៏បានមកដល់ក្នុង office មួយដែលជា office របស់ Doctor ម្នាក់បានខំខាំង Emily និង Marie នឹងឯងហើយបើតាមរូបថតមួយស្លឹកនេះពួកគេទាំងពីរដូចជាបងប្អូនភ្លោះគ្នាអញ្ចឹងហើយ Grace ក៏បានអានឯកសារចេញពីនើសម្នាក់ដែលបានថែរក្សា Emily នឹងក៏បានលើកឡើងដែរថា Emily គឺជាក្មេងស្រីដែលគ្មានអារម្មណ៍នៅក្នុងខ្លួនឡើយទោះបីជាជួបរឿងល្អមិនល្អនៅតែរក្សាភាពដដែលធម្មតាមិនប្រតិកម្មអ្វីឡើយហើយត្រង់កន្លែងនេះដែរអ្នកគ្នាដោយសារតែ Grace គាត់មានឱកាសនៅក្នុងការជួយសង្គ្រោះ Emily បានអញ្ចឹងក៏មិនបដៅយូរដែរគាត់បានប្រើប្រាស់ sound scan ដែលយកចេញពីសាកសពរបស់ Doctor ម្នាក់នេះទៅជួយសង្គ្រោះ Emily ចេញពីទីនេះតែក៏នៅមានមន្ទិលសង្ស័យដែរព្រោះ Emily គឺជា subject មួយដែលត្រូវបានគេយកមកពិសោធន៍ដូច្នេះយើងមិនអាចដឹងពីសមត្ថភាពនិងកម្រិតគ្រោះថ្នាក់ដែលបង្កឡើងដោយ Emily នោះទេ Why did they put you in there? I don't know. I've always been here. នៅក្នុងដំណើរសងព្រេងនេះ Emily មានប្រយោជន៍ខ្លាំងដែរបានជួយដោះស្រាយ puzzle ជំនួស Grace ហើយនឹងបានយកកូនសោសម្រាប់ចាក់ចេញពីទីនេះមកឲ្យ Grace ផងដែរប៉ុន្តែសំណាងមិនល្អ Emily ក៏ត្រូវបានបិសាចធំកាលពីមុននឹងមិនទាន់ងាប់ទេហើយក៏បានចេញមកចាប់ Emily យកទៅបាត់ទៅ ងាកមកមើល Leon របស់យើងវិញឥឡូវកំពុងតែត្រូវបាន Victor សួរចម្លើយរកមូលហេតុតើ Leon មកទីនេះដើម្បីអ្វីគ្រាន់តែហាមាត់សួរភ្លាមបែរជាទទួលបានសំណួរពី Leon វិញ When the last time you brush your teeth? ជិតពេលដែលកំពុងនិយាយគ្នា Leon ក៏បានលួចកាត់ចំណងដៃនិងវាយតបវិញមកអែមដែរ You're a dead man walking. Victor បានរត់គេចខ្លួនបាត់ទៅចំណែក Leon មិនទាន់អស់ចម្ងល់នៅឡើយទេព្រោះជជែកគ្នាមិនទាន់ដឹងសាច់ការអីផងចឹងក៏សម្រេចចិត្តស្វែងរក Victor បន្តទៀតហើយ Leon ក៏បានប្រាប់ពីដំណឹងទៅដល់ក្រុមការងាររបស់គាត់ដែរថា Grace គឺជាភ្នាក់ងារ FBI ដែលត្រូវបាន Victor ចាប់ចម្រិតយកមកទីនេះហើយវាក៏ប្រហែលជាមានមូលហេតុអ្វីសំខាន់ពាក់ព័ន្ធគ្នាជាមិនខានដូច្នេះ Leon ត្រូវតែដោះស្រាយចម្ងល់មួយនេះឲ្យបានចំពោះបិសាចធំមួយដែល Leon បានជួបនៅតាមផ្លូវនេះគឺជា subject មួយក្នុងចំណោម2នាក់ដែល subject ទាំងពីរហ្នឹងត្រូវជាបងប្អូនបង្កើតនឹងគ្នាម្នាក់មានឈ្មោះថា Thomas ហើយនិងម្នាក់ទៀតមានឈ្មោះថា Timothy ត្រូវបានគេយកមកពិសោធន៍វះកាត់ខួរក្បាលរួចមក subject ទាំងពីរហ្នឹងក៏ចាប់ផ្ដើមឃ្លានខ្លាំងឲ្យតែឃើញអ្វីនៅចំពោះមុខគឺដឹងតែចាប់ស៊ីហើយជាពិសេសហ្នឹងគឺអវយវៈគ្រឿងក្នុងរបស់មនុស្សព្រមទាំងមានសភាពកាចសាហាវទៀតផង មិនយូរប៉ុន្មាន Leon ក៏បានស្វែងរកឃើញបន្ទប់ office សម្ងាត់មួយរបស់ Victor ហើយយើងទាំងអស់គ្នាក៏បានដឹងការពិតថាក្រុមការងាររបស់ Leon ដែលតែងតែតាក់ទងមកនឹងគឺជា Sherry ក្មេងស្រីម្នាក់ដែល Leon និង Claire ជួយតាំងពីក្នុង Resident Evil វគ្គ 2 មកម្លេះហើយ Sherry បានជួយ hack computer របស់ Victor ក៏បានស្វែងរកឃើញឯកសារសម្ងាត់ស្ដីពីរោគសញ្ញានិងការប្រែប្រួលរបស់ T-virus នៅក្នុងខ្លួនរបស់ជនរងគ្រោះដែលរូបភាពជាក់ស្ដែងហ្នឹងគឺដូចទៅនឹងរោគសញ្ញានៅក្នុងខ្លួនរបស់ Leon និង Sherry ផងដែរហើយក្នុងនោះក៏មានបង្ហាញរូបភាពរបស់ Grace ពាក់ព័ន្ធជាមួយនឹងគ្នាដែរ Help us. Grace, what's she got to do with this?
admin អត់ចាំទេថា Leon ឆ្លង T-virus តាំងពីពេលណាទេតែបើនៅក្នុងវគ្គ4វិញ Leon ពិតជាឆ្លងប៉ារ៉ាសិត Plaga ប៉ុន្តែមេរោគទាំងពីរហ្នឹងវាអត់ដូចគ្នាទេហើយបើយើងមើលតាមពិនភាគដៃរបស់ Leon ហ្នឹងគឺឆ្លង T-virus មិនមែនជា Plaga ទេអ្នកនាងចំណែក Sherry វិញក៏ដូចគ្នាដែរឆ្លង G-virus តាំងពីវគ្គ2មកហើយក៏បានទទួលវ៉ាក់សាំងព្យាបាលពី Claire Redfield ដូចគ្នាតែច្រើនឆ្នាំកន្លងមកទើបដឹងថាមេរោគនេះនៅក្នុងខ្លួនដដែលអញ្ចឹងវាមិនជាសះស្បើយ 100% ទេគ្រាន់តែពជាពេលតែប៉ុណ្ណោះត្រឡប់មកមើល Grace វិញបើទោះជាភ័យខ្លាចខ្លាំងយ៉ាងណាក៏ដោយក៏នៅតែព្យាយាមទៅជួយសង្គ្រោះ Emily ដែរ Grace ឥឡូវស្ថិតនៅក្នុងមន្ទីរពិសោធន៍សម្ងាត់មួយផ្នែកខាងក្រោមនៃមន្ទីរពេទ្យនិងបានរកឃើញថាវាសម្បូរទៅដោយជនរងគ្រោះជាច្រើនអ្នកដែលត្រូវបានគេយកមកធ្វើជាកណ្ដុរពិសោធន៍ខ្លះបានស្លាប់និងខ្លះទៀតបានក្លាយទៅជា zombie អស់ទៅហើយចំណែក Emily នេះវិញមិនមានគ្រោះថ្នាក់បាត់បង់ជីវិតឡើយផ្ទុយមកវិញបែរជាត្រូវជាប់ឃុំឃាំងនៅក្នុងបន្ទប់នេះទៅវិញហើយក៏មានឯកសារបញ្ជាក់ពីក្មេងស្រីម្នាក់បើតាមadminគិតប្រហែលជា Mary នឹងឯងឥឡូវបានខ្លាយទៅជាបិសាចធំមួយដែលបានចាប់ Emily ហើយនៅក្នុងនោះដែរក៏មានបញ្ជាក់ពីចំណុចខ្សោយរបស់វាដែរគឺជាពន្លឺភ្លើង UV កម្រិតខ្លាំង Grace បានឆ្លងកាត់រឿងរ៉ាវដ៏ភ័យរន្ធត់ជាច្រើនហើយទស្សនវិជ្ជានៅខាងក្រោមដែលនេះវិញវាដូចជាឋាននរកអញ្ចឹង Processing. Shit, no. No. ទ្រាំតែអាចបើកទ្វារកលយន្តជួយ Emily បានគឺត្រូវប្រឈមមុខជាមួយនឹងគ្រោះថ្នាក់ច្រើនមែនទែន zombie ក៏ដេញហើយ Mary ក៏ដេញ It's me. It's Grace. Calm down. Grace? Yeah. We gotta get out of here. Just putting you down. What's going on? But តែចុងក្រោយ Grace ក៏អាចធ្វើវាបានដោយជោគជ័យគឺអាចសង្គ្រោះ Emily បានហើយនេះក៏ជាលើកទី1ដែរដែល Emily បង្ហាញពីអារម្មណ៍របស់គាត់មកកាន់ Grace. Here, I kept this safe for you. Thank you.ឥឡូវអ្នកទាំងពីរក៏បានចាក់ចេញមកខាងក្រៅហើយក៏បានជួបជាមួយនឹងបុរសម្នាក់ដែលជាអ្នកបើក helicopter ជូនមេរបស់គាត់ដែលធ្វើការនៅទីនេះបើមើលទៅតាមស្ថានភាពជាក់ស្ដែង pilot ម្នាក់នេះគឺមានរបួសជើងបាត់ទៅហើយមិនដឹងថាវាកើតឡើងដោយសារតែ zombie ខាំឬមួយយ៉ាងណាទេហើយគាត់ក៏បានអះអាងប្រាប់មកវិញថាវាគ្រាន់តែជារបួសស្នាមចាស់ពីមុនមកទេហើយការងារបន្ទាប់ដែល pilot ម្នាក់នឹងបានពឹង Grace ឲ្យជួយនឹងគឺជាការស្វែងរកសោ helicopter ដែលមេរបស់គាត់បានយកទៅបាត់ហើយគាត់ក៏បានសន្យាថានឹងបើក helicopter នេះជូនអ្នកទាំងពីរចេញពីកន្លែងនេះទៅរកសុវត្ថិភាព Grace ឮហើយក៏គ្មានជំរឿអ្វីដែរ Grace ក៏បានចូលមកដល់ខាងក្នុងបន្ទប់មេរបស់ pilot នឹងឯងឃើញថាវាមានកលយន្តច្រើនមែនទែនហើយក៏មានឯកសារមួយបានបង្ហាញខ្លះៗ
ពីគម្រោងការ Elpis ហើយក្នុងនោះបានលើកឡើងថាបន្ទាប់ពី T-Virus អាចជួយឲ្យជនរងគ្រោះរក្សាទម្លាប់ចាស់បានរួចហើយចូលមកដល់ដំណាក់កាលថ្មីមួយទៀតដែលធ្វើយ៉ាងណាឲ្យ zombie ទាំងអស់នោះមានការចងចាំពីជីវិតចាស់របស់ពួកគេបើនិយាយទៅគឺធ្វើឲ្យមានវិចារណញ្ញាណមានពលឹងនៅក្នុងខ្លួនតែម្ដងចំណែកឯវិធីសាស្ត្រដែលគិតថាអាចធ្វើបាននោះគឺប្រើប្រាស់ឈាមពិសេសម្យ៉ាងដែលអាចប្រឆាំងទៅនឹងបំរែបំរួលនៃការវិវត្តរបស់ T-Virus លាយគ្នាជាមួយនឹងឈាមរបស់ជនរងគ្រោះដែលមានផ្ទុកព័ត៌មានការចងចាំស្រាប់និយាយទៅគឺការប្រើប្រាស់ DNA នឹងឯងបើសិនបើអាចធ្វើវាបានដោយជោគជ័យពិតមែននោះគម្រោងការ Elpis នឹងដល់ទីបញ្ចប់ហើយមនុស្សលោកនឹងប្រែប្រួលខ្លះទៅជាមនុស្សដែលមានសមត្ថភាពខ្លាំងអស្ចារ្យតែម្ដងហើយយើងទាំងគ្នាក៏បានមើលឃើញថាឈាមរបស់ Grace នេះឯងគឺមានទិន្នន័យល្អឥតខ្ចោះដែលក្រុមអ្នកវិទ្យាសាស្ត្រ Umbrella ត្រូវការអញ្ចឹងមានន័យថាឈាមរបស់ Grace គឺត្រូវបានគេយកទៅសិក្សាដើម្បីធ្វើការផលិត Elpis បាត់ទៅហើយបន្ទាប់ពីការពិសោធន៍ស្រាវជ្រាវរូបមន្តរបស់ Spencer ទទួលបានសមិទ្ធផលដូចចិត្តហើយ Victor ក៏បានបើកមុខងារ Cell Destruction បំផ្លាញផុសតាងចោលទាំងអស់ I've done it. The self-destruct protocol has been initiated. All staff will be I repeat, the self-destruct protocol has been initiated. All staff will be ចំណែក Grace នេះវិញក៏បានស្វែងរកឃើញសោ helicopter ចាក់ចេញពីទីនេះយ៉ាងវេទនាតែម្ដង អ្នកទាំង3បានចាក់ចេញពីទីនេះរឿងយឺតពេលបន្តិច zombie បានលុកលុយធ្វើឲ្យបាត់ដំណឹង helicopter បណ្ដាលឲ្យធ្លាក់ចុះមកខាងក្រោមវិញ No shit! Hold tight, I'm taking off! 'Hello, gorgeous. Come on, Emily. Shit. That girl just can't stay out of trouble. សំណាងល្អមែនតែនដែល Leon បានលឺនឹងឃើញ Grace Emily ពីចម្ងាយទាន់សភាពការក៏បានស្ទុះចេញទៅជួយសង្គ្រោះអ្នកទាំងពីរដោយបាញ់ snap ពីចម្ងាយផងចូលទៅជួយដល់ខាងក្នុងផង They just don't give up. Take her out. ក្នុងនោះ Leon គឺជាអ្នកប្រយុទ្ធតទល់ជាមួយនឹងមេបិសាចថ្មីមួយដែលមានសមត្ថភាពអាច mutate ដល់ zombie ផ្សេងៗបានចំណែក Grace នេះវិញគឺជាអ្នកដែលត្រូវស្វែងរកវិធីព្យាបាលមុខរបួសរបស់ Emily នៅក្នុងការងារមួយនេះ Grace គឺបានប្រឈមមុខជាមួយនឹង Mary ម្ដងទៀតហើយប៉ុន្តែក៏អាចយកឈ្នះដោយប្រើប្រាស់ពន្លឺព្រះអាទិត្យធ្វើឲ្យ Mary រលាយខ្លួនបាត់តែម្ដង ប៉ុន្តែរឿងដែលគួរឲ្យសោកស្ដាយគឺនៅពេលដែលត្រឡប់មកវិញវារឿងយឺតពេលបន្តិច Emily បានផុតដង្ហើមបាត់ទៅហើយ Emily? Oh no! Wake up! Come on! Oh shit! Oh no! Oh, Emily! Grace ព្យាយាមខ្លាំងយ៉ាងណាក៏ដោយក៏នៅតែមិនអាចជួយឲ្យ Emily ត្រឡប់មកវិញបានឡើយហើយវាក៏គួរសោកស្ដាយមែនទែនអ្នកមួយតំណងរបស់អ្នកទាំងពីរវាកាន់តែជិតស្និទ្ធដូចបងប្អូនបកើតអញ្ចឹងមួយទៀតដែរដោយសារតែ Emily គឺជា subject ដែលគេយកមកតេស្តអញ្ចឹងនៅពេលដែលស្លាប់ទៅច្បាស់ណាស់នឹងប្រែក្លាយទៅជាបិសាច BOW
Grace ព្យាយាមបង្វល់ Leon កុំឲ្យសម្លាប់ Emily ប៉ុន្តែចំពោះ Leon ដែលបានឆ្លងកាត់រឿងរ៉ាវបែបនេះឡើងសឹកអស់ហើយដឹងថាវាគ្មានផ្លូវអ្វីអាចជួយសង្គ្រោះ Emily បានទេអញ្ចឹងមានតែកាត់ចិត្តបន្តដំណើរទៅមុខទៀត Leon ធ្វើទុក T-virus នៅក្នុងខ្លួនអាឡ័យតែក្អួតឈាមចំពោះ Granny វិញអស់សង្ឃឹមនៅក្នុងខ្លួនផនភាំងមានវិបដិសារីដើរទាំងអត់ព្រលឹងនៅក្នុងខ្លួនតែម្ដងរហូតដល់តែបានជួបជាមួយនឹង Victor ម្ដងទៀតហើយ Victor ឃើញចឹងហើយក៏បាននិយាយបញ្ចុះបញ្ចូល Grace ឲ្យមកតាមខ្លួនដើម្បីបញ្ចប់ករងការពើទាំងអស់គ្នា Grace រៀងភាំងស្មារតីមិនដឹងថាអ្វីខុសអ្វីត្រូវឡើយណាមួយគោលដៅដែលគាត់ចង់ជួយ Emily ហ្នឹងគឺបានខ្លាចទៅជាសាបង់អស់ហើយចឹងក៏ស្ដាប់តាម Victor វិញទៅហើយនេះគឺជាតួអង្គថ្មីម្នាក់ទៀតគឺជាអ្នកដែលបានផ្ដល់លុយផ្ដល់ជំនួយជួយឲ្យគម្រោងការរបស់ Victor ហ្នឹងទទួលបានជោគជ័យហើយគាត់ក៏ជាអ្នកដែលទទួលបានផលប្រយោជន៍ដែរ I've been waiting for you, Grace. បរិបទម្នាក់នេះមានឈ្មោះថា Zeno ចេញមកពីក្នុងក្រុមហ៊ុនមួយដែលមានឈ្មោះថា Deconnection ដែលអ្នកគ្នាធ្លាប់ដឹងថាក្រុមហ៊ុនមួយនឹងបានផលិតមេរោគនៅមូលដែលជាក្មេងស្រីដែលមានឈ្មោះថា Evelyn នៅក្នុង Resident Evil វគ្គ 7 ហើយបើយើងមើលមកផ្លែតទៅ Zeno នឹងគឺមានចរិតលក្ខណៈសមត្ថភាពនិងសម្លេងស្តៀងគ្នាទៅនឹង Albert Wesker ដែលបានស្លាប់តាំងពីវគ្គ 5 មកម្លេះឃើញហើយព្រឺរោមភ្ញាក់ផ្អើលខ្លាំងមែនទែន Let us show you your true purpose. តម្រូវបន្ទាប់ដែល Leon មាននៅពេលនេះគឺជាលេខ coordinate ទីតាំងទទួលបានពីការ hack computer របស់ Victor ហើយវាបានបង្ហាញមកថាគឺជាចំណុចកណ្ដាលនៃទីក្រុង Raccoon តែម្ដងអញ្ចឹង Leon ក៏បានធ្វើដំណើរត្រឡប់ទៅកាន់ទីក្រុង Raccoon វិញសង្ឃឹមថាវានឹងមានអ្វីពាក់ព័ន្ធជាមួយនឹងគម្រោងការ Elpers បើនិយាយពីគម្រោងការ Elpers នឹង Sherry ក៏បានរាយការណ៍ប្រាប់ទៅកាន់ថ្នាក់លើដែរដើម្បីឲ្យគេផ្ដល់ជាកម្លាំងជំនួយបន្ថែមប៉ុន្តែថ្នាក់លើបែរជាហាមឃាត់ Sherry ឲ្យបិទការស៊ើបអង្កេតមួយនេះចោលទៅវិញដោយមិនប្រាប់មូលហេតុអ្វីទាំងអស់ដូច្នេះ Leon ហើយនិង Sherry ក៏បានធ្វើការស៊ើបអង្កេតបន្តទៀតលាក់បាំងពីថ្នាក់លើ ម្យ៉ាងទៀតអ្នកនរគ្នាបើយើងកាន់តែគិតគឺកាន់តែសង្ស័យដែររដ្ឋាភិបាលប្រហែលជាមានអ្វីលាក់បាំងពីកសែភ្នែករបស់ប្រជាជនជាមិនខានព្រោះកាលពីចុងវគ្គ 8 យើងបានឃើញថាទាហានរបស់ BSAA ដែលចុះមកជួយ Ethan តាមពិតគឺជាទាហានប្រភេទ BOW ដែលមានមេរោគជីវៈនៅក្នុងខ្លួនដែរយើងអាចនឹងនិយាយបានថារដ្ឋាភិបាលអាចនឹងចូលដៃចូលជើងជាមួយគ្នាឬក៏ឥឡូវហ្នឹងចង់ទៅដើមអំណាចថាមពលពិសេសអ្វីមួយយ៉ាងជាមិនខានដូច្នេះអ្វីវាកាន់តែស្មុគស្មាញឡើងទៅហើយនៅក្នុងទីក្រុង Raccoon នេះមិនទាន់ឃើញមាន zombie អីទេដោយសារតែមនុស្សលែងរស់នៅក្នុងទីក្រុងទៀតហើយនៅសល់តែផេះសំណង់បាក់បែកនិងអនុស្សាវរីយ៍ជូរចត់ជាច្រើនហើយសត្រូវថ្មីដែលនឹកស្មានមិនដល់សល់តាំងពី Resident Evil វគ្គ 1 ហើយនឹងវគ្គ 0 គឺជាពីងពាង mutate បើអ្នកគ្នានៅចាំពីមុនមកមានតាំងពីសត្វស្វាក្អែបបជិវហើយនៅរុក្ខជាតិជាដើម Leon កិច្ចចង់បាក់ចកេះទម្រាំតែអាចកិច្ចផុតពីវាបានហើយបើសិនអ៊ូខុងនៅកន្លែងនឹងវិញពីងពាងប៉ុណ្ណឹងឲ្យស្បៃ Leon បានរកឃើញថាក្រុម BSAA ក៏បានមកតាំងជំរំនៅទីនេះដែរនិងមានគោលដៅទៅចំកណ្ដាលទីក្រុង Raccoon City ដូចគ្នាអញ្ចឹងវាពិតជាគួរឲ្យចាប់អារម្មណ៍មែនតើភ្លាមនោះដែរ Sherry ក៏បាននឹកឃើញពីរឿងចាស់មួយគាត់ធ្លាប់បានធ្វើការស្រាវជ្រាវស្វែងរកឈ្មោះថានរណាគេម្នាក់នៅក្នុងជួររដ្ឋាភិបាលដែលបានបញ្ជាឲ្យទម្លាក់គ្រាប់មីស៊ីលមកលើទីក្រុងមួយនេះប៉ុន្តែបើជាគ្មានឈ្មោះគ្មានចម្លើយអ្វីទាំងអស់ប្រសិនបើមិនមែនជារដ្ឋាភិបាលទេតើជានរណាទៅវិញវាពិតជាចល័តមែនតើចំណែកឯកុំព្យូទ័រដែល Leon កំពុងតែប្រើប្រាស់ស្វែងរកព័ត៌មាននេះវាមានកាមេរ៉ាមួយដែលអាចថតជាប់និងផ្ដល់ដំណឹងទៅកាន់ Victor នៅពេលដែលដឹងពីវត្តមានរបស់ Leon មកដល់ Raccoon ហើយ Zeno ក៏បានបញ្ជាឲ្យ Victor ជាអ្នកទៅកម្ចាត់ Leon ចេញនៅក្នុងដំណើរសងព្រេងមួយនេះ zombie នៅតែមានដដែលអញ្ចឹងអស់ជិត30ឆ្នាំហើយពួកវានៅតែមានជីវិតដដែលសល់តែស្បែកដដប់ឆ្អឹងងើបចេញ
ពីក្នុងដីតែម្ដងហើយមួយទៀតដែរអ្នកគ្នា Leon បានរកឃើញសាកសពរបស់ទាហាន BSAA ជាច្រើនអ្នកដែលបានដេកស្លាប់នៅលើផ្លូវហើយតាមរយៈ body cam នៅលើសាកសពក៏បានមើលឃើញថាទាហាន BSAA នឹងបានដឹងពីគម្រោងការ Airbus ដូចគ្នាហើយបេសកកម្មដែលពួកគេមកទីនេះគឺដើម្បីមកយកវានឹងឯងប៉ុន្តែបែរជាត្រូវទទួលរងការបរាជ័យយ៉ាងធ្ងន់ធ្ងរMan down! Jesus, fuck! Where is he? I'm fucking blind here! Oh god! Oh my fucking legs! Get cover! Get cover! Please help me! Holy shit! ដោយសារតែនៅកណ្ដាលក្រុង Raccoon City វាមានចម្ងាយឆ្ងាយគួរសមដែរដូច្នេះ Leon ក៏បានប្រើប្រាស់ម៉ូតូជំនួសឲ្យស្បែកជើងយ៉ាងសង្ហាតែម្ដងចំណែក Vector នេះសង្ហាមិនដល់ Leon ទេចេះតែប្រឹងអែបទៅចំពោះវគ្គជិះម៉ូតូនេះពិតជាប្លែកភ្នែកសប្បាយម្យ៉ាងដែរអ្នកនរគ្នាវាបានផ្ដោតអារម្មណ៍ពីការភ័យរន្ធត់មកខ្លាចជាក្មេង Steel បានមួយផ្លែតដែរI've had enough of you! I know the feeling! Come on! Should have worn a helmet. អូខេអ្នកគ្នាបន្ទាប់ពីប្រយុទ្ធគ្នានៅលើម៉ូតូរួចមក Leon ក៏បានមកដល់ប៉ុស្តិ៍ប៉ូលីស RPD ដែលជាអតីតកាលដ៏ជូរចត់មួយជាថ្ងៃពិសេសជាងគេរបស់ Leon នៅក្នុងឆាកជីវិតរបស់គាត់គឺជាថ្ងៃចូលធ្វើការដំបូងនឹងឯងIt's on you now. នៅក្នុងប៉ុស្តិ៍ប៉ូលីស RPD នឹងយើងបានឃើញពីសម្បត្តិជាច្រើនមេរបស់គាត់ Marvin ដែលត្រូវរបួសជួយគាត់នឹងបានសវេសវាសនាំគ្នាជួយរៀបចំកម្មវិធីស្វាគមន៍ Leon មកកាន់ទីនេះដែលពួកគេពិតជាសប្បាយរីករាយមែនទែនដែលមានវត្តមានរបស់ Leon ចូលមកធ្វើការនៅក្នុង RPD ជាមួយគ្នាប៉ុន្តែអ្វីៗវាคล้ายទៅជាភាពល្វីងជូរចត់ទៅវិញដោយសារតែ zombie បានរាតត្បាត Lieutenant Brenner. Kennedy. Reporting for duty. នៅក្នុង RPD Leon ក៏បានសង្កេតឃើញថាក្រុមទាហាន BSAA ហ្នឹងគឺបានមកបោះជំរំនៅទីនេះដែរហើយព្រមទាំងមានតម្រុយមួយចំនួនបានបន្សល់ទុកចោលដូចជារូបថតមកស្លឹកនេះមានទីតាំងនៅថ្ងៃការបរិច្ឆេទតាក់ទងជាមួយនឹង The Ark និងមានកុំព្យូទ័រមួយបានបើកចោលបង្ហាញពីកាមេរ៉ាសុវត្ថិភាពនៅក្នុង RPD ហ្នឹងដែលនៅក្នុងនោះគឺ Leon បានឃើញ Zeno ជាមួយនឹង Grace Leon បានរកឃើញអ្នកទាំងពីរពិតមែននិងបានលួចស្ដាប់ Zeno ដែលកំពុងតែបកស្រាយអំពីគោលបំណងនៃការបង្កើតគម្រោងការ Airbus នេះឡើង Zeno បានប្រាប់ថាវាត្រូវបានបង្កើតឡើងដើម្បីប្រឆាំងទៅនឹងអំណាចយោធាដែលមាននៅលើโลกនេះហើយ Apple ហ្នឹងគឺជាមេរោគជីវៈចុងក្រោយដែលលើកកំណត់ឡើងដោយ founder របស់ Umbrella ដែលជា Spencer នឹងឯងក្នុងគោលបំណងគ្រប់គ្រងទៅលើខួរក្បាលរបស់ជនរងគ្រោះទាំងអស់ហើយអាវុធជីវៈនេះគឺជារបស់ដែលមានតម្លៃមហាសាលមួយដែលក្រុមយោធាមកពីបណ្ដាគ្រប់ប្រទេសទាំងអស់តែងតែមកស្វែងរកវានៅក្នុងទីក្រុង Raccoon ហើយនេះគឺជាមូលហេតុចម្បងដែលក្រុមហ៊ុន Deconnection សម្រាប់ទម្លាក់មីស៊ីលកំទេចទីក្រុង Raccoon City ចោលក្នុងគោលបំណងតែមួយគត់គឺលាក់បាំង Elpers នឹងឯងចំពោះរឿងដែលគួរឲ្យភ្ញាក់ផ្អើលមួយដែលបានប្រាប់ដោយ Zeno ថា Emily ដែលអ្នកនាងបានស្គាល់ពីមុននឹងរួមទាំងកេរះយើងផងដែរតាមពិតគឺត្រូវបានគេបង្កើតឡើងតែប៉ុណ្ណោះ Umbrella បានបង្កើត clone ជាច្រើនអ្នកចេញពី Grace ដែលជា clone original ដំបូងគេដើម្បីយកមកសិក្សាប៉ុន្តែគ្មាន clone ណាមួយដែលឲ្យលទ្ធផលបានល្អនោះឡើយហើយរូបភាពដែល Grace បានឃើញនេះឯងគឺជាខ្លួន
ខ្លួនគាត់កាលពីនៅក្មេង Grace បាន flashback ត្រឡប់ទៅកុមារភាពវែងដែលជាអតីតកាលដ៏ព្រឺព្រួចស្ថិតនៅក្នុងមន្ទីរពិសោធន៍ដែលគេបានរៀបចំឡើងបើមើលទៅវាដូចទៅនឹងមជ្ឈមណ្ឌលថែទាំកុមារអញ្ចឹងហើយនេះគឺជាយប់មួយដែលអ្វីៗបានប្រែប្រួលដោយសារតែកំហុសបច្ចេកទេសរបស់អ្នកវិទ្យាសាស្ត្រក្មេងៗដែលជាក្លូនទាំងអស់នោះបានប្រែក្លាយទៅជាបិសាចម្យ៉ាងបន្ទាប់ពីទទួលបានការវះកាត់ខួរក្បាលពិសោធន៍រួចមកហើយក៏បានសម្លាប់អ្នកធ្វើការនៅទីនេះចោលទាំងអស់តែម្ដង Get back! Don't come any closer! No, get back! Get back! Hey! What are you doing? នៅក្នុងវគ្គនេះវាពិតជារន្ធត់ខ្លាំងមែនទែនសម្រាប់អ្នកលេងផ្ទាល់ដោយសារតែវាគ្មានអាវុធអីអាចតបតបានឡើយអញ្ចឹងត្រូវរត់គេចខ្លួនពួនក្រោមគ្រែដើរស្ងាត់ស្ងាត់កុំឲ្យបិសាចក្លូននឹងឃើញអសោះ Grace ដើរចុះដើរឡើងស្វែងរកឃើញផ្លូវសម្ងាត់ដោយចៃដន្យចូលទៅក្នុងបន្ទប់ពិសោធន៍របស់ក្រុមហ៊ុន Umbrella ដែលវាមានឈ្មោះថា The Ark ធ្វើឡើងសម្រាប់បង្កើតក្លូននឹងឯងនិងយកទៅពិសោធន៍កែច្នៃតាមតែអំពើចិត្តម៉ាសេរីតែម្ដង Chloe? Is that how I... I've got her! Get over here, now! She's showing symptoms too. We need to get rid of her. ភ្លាមពេក Grace បែកងាងទទួលយកមិនបានឡើយជាពិសេសនៅពេលដែលដឹងការពិតថាម្ដាយជាទីស្រឡាញ់របស់ខ្លួន Eliza មិនមែនជាម្ដាយពិតប្រាកដឡើយ Huh? What the? Mr. Kennedy, I had a feeling you'd make an appearance. Sorry, but I don't have time to spare. Have fun. I remember you. Oh, God. I remember that, too. មិននឹកស្មានថាច្រើនឆ្នាំកន្លងមកនេះនៅតែមានវត្តមានរបស់ Mr. X ដេញបំមាញ់ Leon ដដែល Leon កិច្ចខ្លួនបានមកគ្រានិងបានចេញទៅស្វែងរក Grace បន្តទៀតនៅតាមផ្លូវ Leon ក៏បានចងចាំពីរឿងចាស់មួយតាក់ទងជាមួយនឹងម្ចាស់ហាងលក់កាំភ្លើងដែលមានកូនស្រីម្នាក់ឆ្លង T-virus ហើយវាក៏ជារឿងអណោចធមមួយដែលធ្វើឲ្យ Leon កាន់តែមានចិត្តចង់ជួយសង្គ្រោះអ្នកដទៃអាចនិយាយបានថាវាបានក្លាយជាគោលដៅចម្បងក្នុងជីវិតរបស់ Leon ដែលតែងតែជួយជំរុញឲ្យធ្វើការងារមួយនេះមកដល់សប្តាហ៍ថ្ងៃ Terminate. It's my fucking daughter. You're a cop. You're supposed to know something. How did this happen? Those fucking things outside. What they did to us. I'm so sorry. Never again.
Mr. X បានមកដល់ទៀតហើយមើលទៅវាពិបាករត់គេចពីអាប៉ែនឹងខ្លាំងណាស់មានតែសម្លេះចោលទៅគ្មានអ្នកណាបៀតបៀនផ្លូវចិត្តទៀត Fuck me. I couldn't save them. But I can stop bastards like you. Not. ឥឡូវ Leon បានមកដល់ចំណុចកណ្ដាលនៃទីក្រុង Raccoon ហើយវាក៏ជាទីតាំងដែលខូចខាតក្រំគ្រាជាងគេក្នុងការទម្លាក់មីស៊ីលចុះមកដល់ខាងក្រោមជ្រៅមែនទែនហើយក៏សម្បូរទៅដោយពពួករុក្ខជាតិ mutate ដែលមានជីវិតស៊ីសាច់មនុស្សទៀតផងបន្ទាប់ពីកំទេចរុក្ខជាតិដ៏ធំនោះមកទើបដឹងថានៅពីក្រោយវាមានច្រកចូលមួយឆ្ពោះទៅកាន់មន្ទីរពិសោធន៍ The Ark នឹងឯង ហើយក៏ដូចជាការគិតពិតប្រាកដមែនអ្វីៗគឺនៅទីនេះទាំងអស់វាដំណើរការធម្មតាមានចរន្តអគ្គិសនីដាក់ប្រើប្រាស់ហើយអ្វីៗគឺ clean ស្អាតតែម្ដងបញ្ជាក់ថា Apple គឺពិតជាត្រូវបានយកមកស្រាវជ្រាវនៅក្នុងកន្លែងនេះមែន Leon បានឆែកមើលកាមេរ៉ាសុវត្ថិភាពឃើញ Grace ហើយនិង Zeno កំពុងតែស្ថិតនៅក្នុងកន្លែងមួយដែលហៅថា Pandora និងមានក្រុមទាហាន Elite របស់ The Connection បានសម្ដៅមករក Leon ហើយ ត្រង់កន្លែងនេះយើងទាំងអស់គ្នាបានឃើញពីចក្ខុវិស័យរបស់ Spencer ដែលចង់ឲ្យមនុស្សលោកមានការប្រែប្រួលវិវត្តទៅជាខ្លាំងប្រកែជាងមុនដូចជាក់ស្ដែងនេះយើងក៏អាចមើលរូបសំណាកដែលមានតាំងនៅក្នុងមន្ទីរ The Ark នេះដែរហើយចំពោះវិស័យយោធាវិញអ្នកគ្នាជំនួសដោយសភាវុធទំនើបដូចជារថក្រោះកាំភ្លើងធំមីស៊ីលហ្នឹងក្រុមហ៊ុន Umbrella បានជំនួសដោយការលក់បិសាចជាច្រើនប្រភេទមានដូចជា Licker រុក្ខជាតិ Mutate Tyrant ឬក៏អ្នកនេះស្គាល់ថាជា Mr. X ហ្នឹង Nemesis ហើយនឹងបិសាចផ្សេងៗទៀតជាច្រើនដែលមានតម្លៃរាប់រយលានដុល្លារនោះហើយបិសាចទាំងអស់ហ្នឹងគឺសុទ្ធតែមានទិន្នន័យតេស្តបានច្បាស់លាស់ឃើញថាវាពិតជាមានប្រសិទ្ធភាពនៅក្នុងការប្រយុទ្ធមែនមួយទៀតដែរអ្នកគ្នារឿងដែលគួរហួសចិត្តពីការរំពឹងទុកនោះគឺជាតួអង្គដែលមានរហស្សនាមថា Hung គឺជាតួអង្គមនុស្សធម្មតាតែចិត្តអាក្រក់ទេអ្នកគ្នាមានសមត្ថភាពខ្ពស់ធ្លាប់ចេញវត្តមានដំបូងនៅក្នុង Resident Evil វគ្គ 2 ហើយគាត់ក៏បានដឹកនាំក្រុម USS នៅក្នុងការបំពេញបេសកកម្មមួយដែលត្រូវទៅយក sample ជីវរៈនិងឯកសារស្រាវជ្រាវរបស់ William Birkin ប៉ុន្តែអ្វីៗគឺមិនបានដូចបំណងឡើយដោយសារតែ William Birkin បានប្រែក្លាយទៅជាបិសាចសម្រាប់សមាជិកក្រុម USS របស់ Hung ចោលទាំងអស់នៅសល់តែ Hung ម្នាក់តែប៉ុណ្ណោះដែលមានជីវិតហើយចុងក្រោយ Hung ម្នាក់ឯងបានប្រើប្រាស់សមត្ថភាពអស្ចារ្យបញ្ចប់បេសកកម្មមួយនេះបានតែជោគជ័យអញ្ចឹងអ្នកគ្នាតួអង្គHungនឹងគឺមិនមានឈ្មោះពិតនិងមុខមាត់ពិតឡើយឲ្យតែពេលឃើញលើកណាគឺពាក់ឈុតទាហានអញ្ចឹងរហូតហើយគឺជាតួចិត្តអាក្រក់ដែលមានចិត្តត្រជាក់មិនដែលបង្ហាញពីអារម្មណ៍ថាខ្លាចហើយក៏មិនដែលចូលចិត្តនិយាយស្ដីអីច្រើនឡើយតែងតែបញ្ចប់បេសកកម្មបានដោយជោគជ័យរហូតដែលមើលទៅHungគឺពិតជា professional តែម្ដងហើយនេះគឺជាការវិលត្រឡប់ដែលគួរឲ្យភ្ញាក់ផ្អើលមួយដែល fan Resident Evil ភាគច្រើនចង់ដឹងថាតើរវាង Leon ហើយនិងHungនឹងមួយណាខ្លាំងជាងអញ្ចឹងយើងអាចមកមើលពីលទ្ធផលនៃការប្រយុទ្ធនេះបាន Backup is on the way. Not necessary. I'll neutralize the target myself. Round 1. Fight!
Leon Kennedy. We finally meet. I didn't realize I had such a big fan. How about an autograph? I heard you were a smartass. Get a little handsy, are we? Make no mistake. Nothing will stand in my way. I'll complete the mission. Fatality. Leon បានបន្តដំណើរមកដល់ចំណុចកណ្ដាលដែលជាម៉ាស៊ីនផលិតមេរោគ Apple Zeno បានព្យាយាមនិយាយបញ្ចុះបញ្ចូល Grace ឲ្យជួយខ្លួននៅក្នុងការបង្កើត Apple ឡើងដោយលើកមូលហេតុថាពិភពលោកនេះកំពុងតែស្ថិតនៅក្នុងហានិភ័យដោយសារតែអាវុធដែលអាចគ្រប់គ្រងខួរក្បាលរបស់ជនរងគ្រោះឬក៏ពពួក BOW អស់ហ្នឹងវាមិនទាន់ខ្លាំងប្រកែប្រមាណទេហើយ Zeno ជឿជាក់ថា Spencer បានបង្កើត Apple នេះឡើងគឺដើម្បីគ្រប់គ្រងលើ BOW ឲ្យកាន់តែមានប្រសិទ្ធភាព Zeno បាននិយាយហោហែយកលេសជាច្រើនព្រោះតែចង់ឲ្យ Grace ហ្នឹងជួយខ្លួនបន្ថែមដោយលើកឡើងពីការចង់ឲ្យមានតុល្យភាពនៅក្នុងវិស័យយោធាផងនិងមួយទៀត deconnection របស់ខ្លួនហ្នឹងខំទម្លាក់ missile ស្រោចមកលើ Raccoon City ដោយសារតែម្ចាស់ Apple ហ្នឹងធ្លាក់ក្នុងដៃអ្នកដទៃផងអញ្ចឹងគាត់ចំណាយច្រើនណាស់នៅពេលនេះអ្វីដែលចាំបាច់បំផុតដើម្បីបើកម៉ាស៊ីនដំណើរការបានគឺជា password login ចូលហើយវាគឺជាហានិភ័យខ្លាំងមែនទែនប្រសិនបើដាក់ password ខុសម៉ាស៊ីននឹងត្រូវបំផ្លាញដោយស្វ័យប្រវត្តិអញ្ចឹង Apple នឹងត្រូវបាត់បង់ជារៀងរហូតហើយ Zeno បានជឿជាក់ថាមានតែ Grace តែប៉ុណ្ណោះដែលដឹងពី password មួយនេះ Leon បានមកជួយ Grace ប៉ុន្តែសមត្ថភាពជាក់ស្ដែង Leon មិនអាចយកឈ្នះ Zeno បានឡើយណាមួយឥឡូវ Tiberius បានធ្វើទុកទៀត Aren't we fancy? Don't move! សំណាងហើយដែល Grace ឆ្លាតក៏បានប្រើប្រាស់វិធីសាស្ត្រគំរាមសម្រាប់ខ្លួនឯងប្រសិនបើ Zeno មិនព្រមទុកជីវិតឲ្យ Leon ហើយជាឱកាសនោះដែរ Leon និង Grace ក៏បានរត់គេចខ្លួនបានមកគ្រាទៀតទៅ Come on! Grab time! I got you. Are you okay? Me? Feel like $1 million. Leon បានជួយសង្គ្រោះ Grace ឲ្យផុតពីកណ្ដាប់ដៃរបស់ Zeno បានពិតប្រាកដមែនប៉ុន្តែ Tiberius នៅក្នុងខ្លួនរបស់ Leon បានឈានទៅដល់ដំណាក់កាលទី3ហើយពិតជាធ្ងន់ធ្ងរជាងមុនខ្លាំងមែនទែន Leon! Leon, are you okay?
ហើយ Grace ឃើញដូច្នេះក៏បានសួរទៅកាន់ Leon ថាហេតុអ្វីបាន Leon ឈឺប៉ុណ្ណឹងហើយនៅតែបន្តដំណើរមកជួយគាត់ទៀតអញ្ចឹងហើយចម្លើយដែលទទួលបានពី Leon គឺថា Leon ធ្លាប់មានវិបត្តិសេរីពីមុនមកដែលមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការជួយអ្នកដទៃជាពិសេសរឿងដែលដក់ជាប់នៅក្នុងចិត្តរបស់គាត់គឺជារឿងមួយកាលពី28ឆ្នាំមុននៅក្នុងទីក្រុង Raccoon នឹងឯងចំពោះលើកនេះ Leon បដិញ្ញាថានឹងត្រូវតែធ្វើវាបានល្អមិនឲ្យមានការសោកស្ដាយដក់ជាប់នៅក្នុងចិត្តបន្តទៀតឡើយ Leon បានចេញទៅបំផ្លាញ Apples ហើយ Grace ក៏បានសុំទៅជាមួយផងដែរហើយពីដំបូងហ្នឹង Leon មិនចង់ឲ្យ Grace ទៅជាមួយទេតែដោយសារតែ Grace បានលើកឡើងពីហេតុផលដូចជា Leon ដែរមិនចង់មានវិបត្តិសេរីនៅក្នុងខ្លួនដូចជា Leon កាលពីមុនដែរដូច្នេះ Leon ក៏បានអនុញ្ញាតឲ្យទៅជាមួយគ្នាទៅប៉ុន្តែក៏បានផ្ដាំទៅកាន់ Grace ដែរថាបើសិនជា Leon មានបញ្ហាអ្វីកើតឡើងសូមឲ្យ Grace គឺជាអ្នកដែលបញ្ចប់ការងារមួយនេះឲ្យបានជោគជ័យ You'll end this. I promise. Leon បានជាប់គាំងនៅក្នុងគំនរសម្រាមរីឯ Grace គឺជាអ្នកត្រូវទៅស្វែងរកផ្លូវឲ្យ Leon បានឡើងមកលើនៅក្នុង The Ark គឺសម្បូរទៅដោយពពួក Licker ជាច្រើនក្បាលគ្រប់ទីកន្លែងតែម្ដងហើយ Grace បានតស៊ូពុះពៀឧបសគ្គជាច្រើននិងបានមកដល់ក្នុងបន្ទប់ស្រាវជ្រាវមួយដែលក្នុងនោះគឺមានទិន្នន័យនិងព័ត៌មានជាច្រើនតាក់ទងជាមួយនឹងខ្លួន Grace បានឃើញ diskette មួយនេះភ្លាមនឹកឃើញដល់ diskette មួយទៀតដែលបន្សល់ទុកពីម្ដាយរបស់គាត់ Eliza កាលពី8ឆ្នាំមុនក៏បានយកវាចាក់មើលទៅហើយនៅក្នុងហ្នឹងគឺបានមើលឃើញពីវីដេអូជាច្រើននៅក្នុងចំណោមហ្នឹងគឺមានវីដេអូមួយមានចំណងជើងថា The Creator ដែលបានបង្ហាញពីកិច្ចសម្ភាសរវាង Eliza ជាមួយនឹង Spencer ហើយ Spencer ហាក់ដូចជាមានភាពសោកស្ដាយនៅទង្វើដែលខ្លួនបានធ្វើកន្លងមកហើយក៏ចង់ផ្ដល់ជូន Eliza ពីការពិតមួយដែលបានលាក់បាំងជាយូរមកហើយអូខេអញ្ចឹងត្រឡប់មកមើល Leon វិញបន្ទាប់ពី Grace បានបើកផ្លូវឲ្យហើយ Leon ក៏បានបន្តដំណើរទៅមុខហើយនៅក្នុងដំណើរមួយនេះគឺវាពិតជាវេទនាផ្លូវចិត្តខ្លាំងមែនទែនអ្នកនាងសម្រាប់ fan របស់ Leon ដែលមើលទៅវាហាក់ដូចជាជីវិតចុងក្រោយរបស់ Leon អញ្ចឹងGrace បានមើលវីដេអូបន្តនិងបានដឹងការពិតថាចំពោះស្នាដៃកេរដំណែលដែល Spencer ចង់បន្សល់ទុកឲ្យពិភពលោកបានដឹងបានឮនឹងតាមពិតមិនមែនជាមេរោគដែលមកបំផ្លាញពិភពលោកមួយនេះឡើយអញ្ចឹងហើយបានជា Spencer ផលិតម៉ាស៊ីនមួយមកដើម្បីបង្កើត Apples ចាត់ទុកវាជាក្តីសង្ឃឹមសម្រាប់មនុស្សជាតិហើយ Spencer ក៏បានសារភាពពីវិបត្តិសេរីដែលមាននៅក្នុងខ្លួនអញ្ចឹងអ្នកគ្នាត្រង់កន្លែងនេះយើងក៏បានដឹងពីចិត្តគំនិតពិតរបស់ Spencer ជាពិសេសនៅពេលដែលក្តីសុបិននៅក្នុងឆាកជីវិតរបស់គាត់តែមួយគត់នឹងវាបានធ្វើឲ្យប៉ះពាល់ដល់ជីវិតរបស់អ្នកដទៃចឹងហើយបានជា Spencer បាននិយាយពាក្យមួយឃ្លាថា Happiness cannot be achieved at the expense of others. សុភមង្គលមិនអាចទទួលបានពិតប្រាកដឡើយបើវាចេញពីការលះបង់របស់អ្នកដទៃហើយគាត់ក៏បានលើកយកទារកម្នាក់ដែលគាត់បានបង្កើតឡើងមកតែមិនបានទុកធ្វើជាសពខ្ចិចដើម្បីយកទៅពិសោធន៍អីទេអញ្ចឹងមានន័យថាទារកមួយនេះមិនមានមេរោគ POW នៅក្នុងខ្លួនឡើយសុខភាពល្អដូចទារកធម្មតាទូទៅ Spencer បានបដិញ្ញាថានឹងចិញ្ចឹមទារកមួយនេះជាមួយនឹងពាក្យសម្បត្តិក្នុងការកែប្រែខ្លួនហើយទង្វើល្អបែបនេះគឺចាត់ទុកថាជាការលាងទោសកំហុសដែលគាត់បានសាងពីមុនមកផងហើយនឹងចាត់ទុកថាវាជាការកាន់ទុកទៅដល់ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតដោយសារគាត់អញ្ចឹងទារកម្នាក់នេះហើយគឺជា Grace នឹងឯងអូខេអ្នកគ្នាអញ្ចឹងដល់កន្លែងនេះយើងបានដឹងការពិតហើយ Grace គឺជាក្មេងស្រីធម្មតាម្នាក់តែប៉ុណ្ណោះចំណែកឯ Grace ត្រូវបានប៉ូលីស zombie ខាំការពីដំបូងនឹងហើយអត់ឆ្លងហើយមានគិតថាប្រហែលជា Spencer បានជួយថែមអេមីយ៉ានៅក្នុងខ្លួនរបស់ Grace តាំងពីកូនងាមកម្លេះតែមួយនៅក្នុង game នេះក៏បានប្រហាប់សាច់រឿងដែរប្រហែលជាយើងអាចនឹងដឹងនៅវគ្គក្រោយទៀតក៏ថាបាន Leon! Grace បានជួបជាមួយនឹង Leon ដែលឥឡូវហ្នឹងគឺពិតជាធ្ងន់ធ្ងរស្ទឹងតែមិនអាចធ្វើអីបានទាំងអស់បន្ទាប់ពីដឹងការពិតតាក់ទងជាមួយនឹង Apple រួចមក Grace មានផែនការថ្មីមួយទៀត I can buy you some time.
No, I have an idea. I trust you. I trust you. ចំណែកឯ Zeno នេះវិញបានដឹងថាមិនយូរទេអ្នកទាំងពីរនឹងត្រឡប់មកវិញហើយក៏បានឈោជក់បរិយធ្វើរំភើយចាំនៅកន្លែងនេះតែម្ដងអញ្ចឹងអ្នកគ្នាត្រង់កន្លែងនេះ Grace គឺមានជំរើសពីរអាចបំផ្លាញ Apple ឬក៏អាចផលិត Apple ឡើងអញ្ចឹងវាអាស្រ័យទៅលើអ្នកលេងបានយល់សាច់រឿងប៉ុណ្ណេះដែលជំរើសទាំងពីរហ្នឹងវាបានផ្ដល់ផលល្អនិងអាក្រក់មកកាន់ The Goat The OG Leon របស់យើងហើយ admin សម្រាប់ចិត្តថាធ្វើអត់ដឹងអត់ឮចំពោះជំរើសដែលវាមិនល្អលៀងខួរក្បាលចេញអស់ចាត់ទុកថា game មួយហ្នឹងមានជំរើសតែមួយគត់ដែលវាគឺជាការសម្រេចចិត្តផលិត Apple ចេញមកខាងក្រៅ What are you doing, Grace? Spencer regretted what he did. Well done. You promised. Yes, that I would let him live. អញ្ចឹងអ្នកគ្នានៅត្រង់កន្លែងនេះយើងក៏បានដឹងរឿងមួយទៀតដែរថា Zeno បានយល់ខុសតាំងពីដើមមកគិតថា Apple ហ្នឹងគឺជាមេរោគដែលបានផ្ដល់ធម៌ពលឲ្យខ្លួនកាន់តែខ្លាំងក្លាជាងមុនតែផ្ទុយស្រឡះវាគឺជាថ្នាំព្យាបាលដែលមានប្រសិទ្ធភាព 100% អាចធ្វើឲ្យ Zeno ប្រែក្លាយទៅជាមនុស្សសាមញ្ញដូចដើមវិញបាន Tell me! Leon! Why? My powers! Albus is Spencer's atonement. ហើយការពិតក៏បានលាតត្រដាងដូចគ្នា Victor បានលេងល្បិចបោកយកលុយរបស់ Zeno យកប្រើប្រាស់ដើម្បីបន្តដំណើរការស្រាវជ្រាវរហូតតតែបានសម្រេចហើយ Victor ក៏បានសារភាពប្រាប់ Zeno ថាកន្លងមកនឹងឯកសាររបស់ Spencer តាក់ទងជាមួយ Apple អត់ដែលលើកឡើងពីទំនាក់ទំនងដែលត្រូវការ Grace ឬក៏ Emily អីហ្នឹងទេហើយមួយទៀតដែរអ្នកគ្នា Victor មិនមានបំណងចង់ប្រើប្រាស់ Apple ហ្នឹងយកមកព្យាបាលមេរោគជីវៈហ្នឹងទេតាមពិត Victor គឺមានគម្រោងការថ្មីរបស់ខ្លួនដែលប្រើប្រាស់ Apple ហ្នឹងផលិតស្អីចេញមកម្យ៉ាងទៀតដែលយើងមិនទាន់ដឹងទេប្រហែលជាមាននៅវគ្គក្រោយដូចគ្នា To an end. Yet he outwitted you all. Spencer defied us and paid the price with his life. He was nothing. You are nothing but an imitation. It's over, Victor. The Connections is done with you! We can't let him have it. Your ignorance is staggering. Leon, it's a cure. Oh, it's working. Leon, it's working. Wake up. ជាចុងក្រោយ Victor ក៏បានយក Apple មួយហើយក៏បានបំផ្លាញទីតាំងនេះចោលតែម្ដង It's gonna go! Grab something! Grace. Grace! ចំណែក Leon ទទួលបានការព្យាបាលឡើងវិញធ្វើឲ្យមានកម្លាំងមាំមួនអាច solo Victor ម្នាក់ឯងបាន It's over. Good riddance. Nemesis.
so damn relentless. This time, you ain't getting back up. Grace, where are you? Sherry. Sherry, come in. Sherry! Shit. Grace! Grace, hang on. Fuck. Grace. Grace. Leon. We need to get you out of here. Come on. Let's get you out.បន្ទាប់ពីប្រយុទ្ធឈ្នះរួចទាំង Leon ហើយនិង Grace អស់សង្ឃឹមនៅក្នុងជីវិតហើយដោយសារតែវាគ្មានផ្លូវចាក់ចេញពីទីនេះបានឡើយហើយប្រព័ន្ធអគ្គិសនីក៏ត្រូវបានកាត់ផ្តាច់ទាំងអស់ដូច្នេះមានតែអង្គុយកំដរគ្នាដល់ទីបញ្ចប់តែប៉ុណ្ណោះ I guess this is it then. តែសំណាងល្អក្រុមទាហាន The Hound Wolf របស់ Chris Redfield បានមកដល់ហើយក៏ជួយសង្គ្រោះអ្នកទាំងពីរចំពេលល្អតែម្ដង Leon S. Kennedy? Depends who's asking. Alpha, you read me, sir? Yeah, they're safe. I got them. Yes, sir. Mr. Kennedy, I have a message from Captain Redfield. Okay, អ្នកគ្នាអញ្ចឹងសាច់រឿងចុងបញ្ចប់នេះគឺប្រព្រឹត្តទៅបានយ៉ាងរលូនល្អមែនទែន Leon និង Grace បានរួចខ្លួនវិញហើយយើងក៏បានលើការសន្ទនារបស់អ្នកទាំងពីរដែរ Leon បាននិយាយថាគាត់អត់បានបាញ់សម្លាប់បិសាច Emily នឹងចំកន្លែងសំខាន់ទេអញ្ចឹង Emily នៅមានឱកាសក្នុងការជួយសង្គ្រោះបាន She could still be alive. What are you saying? Maybe we can save her.
Grace បាននិយាយទូរស័ព្ទជាមួយនឹង Leon ជជែកគ្នាពី Sherry ហើយនិង Emily ដែលត្រូវបានជួយសង្គ្រោះព្យាបាលមេរោគចេញអស់ពីខ្លួនអស់ 100% ហើយលើកនេះ 100 មែនឬអត់យើងចាំមើលបន្តទៀតរីឯឈុតចុងក្រោយនេះវិញបានបង្ហើបពីសាច់រឿងដែលជាស្ពានសម្រាប់បន្តទៅវគ្គក្រោយទៀតដែលយើងបានឃើញថាក្រុមទាហាន Elite របស់ Umbrella បានចេញមកសម្លាប់ក្រុមទាហាន BSAA នៅក្នុង Raccoon City ចោលទាំងអស់ព្រមទាំងបានបង្ហើបពីបេសកកម្មមួយដែលត្រូវមកយករបស់អ្វីសំខាន់មួយហើយមានគិតថាវាគ្មានអ្វីឡើយក្រៅពី Apple នឹងឯង BSAA forces have been neutralized. Retrieving the objective before they send in the wolves. អញ្ចឹងសាច់រឿងគឺបានមកដល់ទីបញ្ចប់ហើយអ្នកគ្នាហើយមានក៏សង្ឃឹមថានៅវគ្គក្រោយដែលជាវគ្គ10នឹងបានឃើញតួសំខាន់ដែលជា OG ហ្មងអ្នកគ្នាមាន Chris Redfield, Claire, Jill, Rebecca ហើយបើមានអាប៉ែ Bill ឡើងមកទៀតកាន់តែល្អហ្មងចង់ឃើញថាក្រុម Avenger របស់ Resident Evil នឹងបានជុំគ្នាដូចវគ្គ6ប៉ុន្តែធ្វើសាច់រឿងឲ្យបានល្អអញ្ចឹងណាហើយ admin ក៏សង្ឃឹមថាគេនឹងសូក DLC របស់ Ada ឲ្យចូលក្នុងវគ្គ9នឹងដែរព្រោះម្នាក់ចង់ដឹងពីវត្តមានរបស់ Ada និងរូបសម្ផស្សថាឥឡូវនៅស្អាតប៉ុណ្ណា